មានរឿង5យ៉ាងដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលចេញពី comfort zone ថ្ងៃនេះខ្ញុំចង់មកនិយាយពីរឿង comfort zone តិចចាយើងតែងតែលើគេនិយាយពីថាតើចង់ចេញពី comfort zone ចេញពី comfort zone ប៉ុន្តែសួរថាតើ comfort zone នឹងជាអីឲ្យពិតប្រាកដទៅហើយយើងគួរត្រៀមខ្លួនមិនដើម្បីអាចចាក់ចេញបានអូខេថ្ងៃនេះខ្ញុំមាន5ចំណុចជូនទៅអ្នកទាំងអស់គ្នាដែលកំពុងតែធ្លាប់បានគិតឬក៏កំពុងតែចង់ផ្លាស់ប្ដូរដែលដើរចេញពី comfort zone របស់ខ្លួនឯងចាចំណុចទី1យើងត្រូវដឹងថាតើយើងពេញចិត្តសួរខ្លួនឯងណាពេញចិត្តទៅនឹងស្ថានភាពរបស់យើងសប្តាហ៍ថ្ងៃអត់ឬក៏យើងចង់ផ្លាស់ប្ដូរអីបន្ថែមទៀតចាខ្ញុំឧទាហរណ៍ថាសប្តាហ៍ថ្ងៃនេះយើងអត់សូវពេញចិត្តជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងទេមានន័យថាយើងជាអ្នកដែលធ្វើការមានប្រាក់ខែហើយគេហៅថា living paycheck to paycheck មានន័យថាយើងធ្វើការមួយខែចាយមួយខែអស់អត់មានសល់លុយសល់អីចឹងទៅអញ្ចឹងយើងអត់ពេញចិត្តទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងហើយយើងចង់ធ្វើការផ្លាស់ប្ដូរចង់មានសេរីភាពហិរញ្ញវត្ថុឬក៏ចង់ឲ្យមានចំណូលច្រើនជាងមុនឬក៏ចំណូលលើសពីមួយអីទៅអញ្ចឹងអាហ្នឹងយើងចូលមួយចំណុចទី1ចំណុចទី2យើងត្រូវសួរខ្លួនឯងថាតើយើងហ៊ានប្រឈមទៅនឹងហានិភ័យដែលវាអាចកើតឡើងអត់នៅពេលដែលយើងចាប់ផ្ដើមធ្វើរឿងថ្មីប្រកបណាស់នៅពេលដែលយើងស្ថិតនៅក្នុង comfort zone គឺជាស្ថានភាពមួយដែលយើងអត់សូវខ្វល់ខ្វាយច្រើនដែលយើងអត់សូវពិបាកដោយសារតែយើងធ្វើរឿងដដែលជាប្រចាំអញ្ចឹងនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរចង់គឺយើងនឹងប្រឈមទៅនឹងហានិភ័យឬក៏ការលំបាកណាមួយដែលយើងគិតថាយើងត្រូវតែប្រឈមហើយដោះស្រាយវាអញ្ចឹងត្រូវសួរខ្លួនឯងថាតើយើងហ៊ានប្រឈមហើយដោះស្រាយបញ្ហាទាំងអស់ហ្នឹងអត់ចាទី3យើងត្រូវដឹងថាវិធីសាស្ត្រនៃការចាប់ផ្ដើមដោយរបៀបម៉េចយើងមានផែនការអីគេខ្លះអញ្ចឹងណាហើយការចាប់ផ្ដើមនេះយើងអត់ចាំបាច់ត្រូវចាប់ផ្ដើមរឿងធំផ្លាស់ប្ដូរជីវិតខ្លួនឯងទាំងស្រុងហ្មង390ដឺក្រេអត់ទេគឺយើងចាប់ផ្ដើមចេញពីជំហានឬក៏ចំនួនតូចៗដែលយើងអាចផ្លាស់ប្ដូរបានឧទាហរណ៍ថាយើងជាមនុស្សម្នាក់ដែលខុសពីគេយូរថ្ងៃណាក៏ទៅធ្វើការយូរដែរអញ្ចឹងណាចាអញ្ចឹងយើងអាចចាប់ផ្ដើមដាក់ម៉ោងរោហើយភ្ញាក់ពីគេមុន1ម៉ោងដើម្បីយើងអាចមានពេលវេលាហាត់ប្រាណឬក៏ធ្វើម្ហូបពីផ្ទះខ្លួនឯងទៅដើម្បីកាត់បន្ថយការចំណាយអញ្ចឹងអានេះគឺជាសុទ្ធសឹងតែជាអ្វីដែលយើងអាចចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរហើយបង្កើតទំនួលថ្មីដែលអាចចេញពី comfort zone របស់យើងដែលយើងធ្លាប់តែគេងចង់គេងច្រើនម៉ោងគេងអីចឹងទៅបន្លំឡើងក្រោយពីគេងអត់ចង់រួចទេអញ្ចឹងអាហ្នឹងគឺជាអ្វីដែលយើងអាចធ្វើការផ្លាស់ប្ដូរបានទី4ហ្នឹងគឺយើងត្រូវស្វែងរកឬក៏នៅក្បែរមនុស្សដែលគាត់មានទស្សនវិស័យស្តៀងយើងហើយគាត់ជាមនុស្សវិជ្ជមាននិងគិតពីរឿងនេះចម្រើនជាទូទៅនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរទម្លាប់ឬក៏យើងផ្លាស់ប្ដូរ mindset របស់យើងការគិតរបស់យើងនោះចង់អ្នកជុំវិញខ្លួនយើងឬសូម្បីតែគ្រួសាររបស់យើងនោះក៏គាត់មានការឆ្ងល់ទៅលើយើងថាហេតុអីបានយើងផ្លាច់ពីមុនហេតុអីបានយើងធ្វើអញ្ចឹងធ្វើរឿងនេះធ្វើរឿងនោះអញ្ចឹងពេលខ្លះវាធ្វើឲ្យយើងនឹងមានការអាក់អន់សប្បុរសចិត្តឬក៏មានបញ្ហាជាមួយនឹងមនុស្សជុំវិញខ្លួនដូច្នេះយើងត្រូវចេះស្វែងរកអ្នកណាដែលគាត់គិតស្តៀងយើងហើយគាត់អាចគិតចង់និយាយថាជាមនុស្សដែលអាច support យើងអាចគ្រប់គ្រងយើងឲ្យធ្វើរឿងដែលយើងចង់ធ្វើហើយអាចចេញពី comfort zone បានចាចំណុចចុងក្រោយគឺយើងត្រូវទទួលស្គាល់ថាការចេញពី comfort zone ហ្នឹងគឺការលំបាកហើយនឹងហានិភ័យឬក៏បរាជ័យនឹងវាអាចកើតមានឡើងគ្រប់ពេលដូច្នេះបើសិនជាយើងអាចប្រឈមទៅនឹងវាបានអាចយកឈ្នះវាបាននោះយើងនឹងអាចចេញពី comfort zone បានដោយសុវត្ថិភាពហើយនឹងជោគជ័យអូខេអញ្ចឹងការចេញពី comfort zone ឬក៏ការធ្វើការផ្លាស់ប្ដូរណាមួយវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែវាគឺជារឿងដែលយើងអាចធ្វើបានប្រសិនបើយើងមានការតាំងចិត្តខ្ពស់ហើយនឹងចាប់ផ្ដើមធ្វើវា